ចំណេះដឹងដែលវាមានប្រយោជន៍វាមានតម្លៃតតែចំណេះដឹងហ្នឹងគឺវាប្រើជាប្រយោជន៍ប្រចាំថ្ងៃបានអញ្ចឹងអ្វីដែលខ្ញុំរៀនចេះខ្ញុំមិនមែនទុកតែខ្លួនឯងទេខ្ញុំយកចំណេះដឹងទាំងអស់ហ្នឹងមកចូលរួមចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាព្រោះអ្នកខ្លះគាត់រវល់ធ្វើការរាល់ថ្ងៃព្រោះយើងទាំងអស់គ្នាត្រូវការចិញ្ចឹមជីវិតអញ្ចឹងយើងរវល់ធ្វើការងារអត់មានពេលណាអានសភៅចង់អានក៏អានអត់ចូលអារម្មណ៍អត់មូលហើយបើអ្នកអត់សុបាយចិត្តទៀតអ្នកខ្លះគាត់ stress គាត់ដេកគិតរឿងអត់ល្អច្រើនអញ្ចឹងខ្ញុំគិតថាខ្ញុំធ្វើវីដេអូនេះជួនកាលគាត់អស់មក scroll លេងចៃដន្យអីគាត់ចេះឃើញខ្ញុំអាចដូចជាកដោផងខ្ញុំសម្រាប់ខ្ញុំជូនគាត់អញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលធូរស្បើយចាដោយចែកជុំបងប្អូនទាំងអស់គ្នាមកប្រទេសទេប៉ុន្តែចំណេះដឹងខ្ញុំគិតថាវាជួយទៅដល់យើងបានខ្លាំងជាងអីទាំងអស់ព្រោះពេលខ្លះយើងត្រូវការលុយដើម្បីធ្វើយើងសុបាយចិត្តប៉ុន្តែពេលខ្លះបានលុយមកអត់សុបាយចិត្តហើយទៅជាមានបញ្ហានៅក្នុងជីវិតយើងទៀតអញ្ចឹងខ្ញុំគិតថាអីល្អប្រសើរខ្លាំងជាងចំណេះដឹងឯងហើយការចែកម្លែកផងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាគាត់នឹងស្ដាប់ហើយគាត់បានមួយធូរស្រាលចិត្តឬក៏បានជាគំនិតជួយទៅដល់ការគិតប្រចាំថ្ងៃរបស់គាត់ឲ្យបានប្រសើរឡើងដើម្បីឲ្យគាត់សម្រេចចិត្តឲ្យបានត្រឹមត្រូវបើមិនបើយើងអត់មានគំនិតល្អអត់មានបទពិសោធន៍អ្នកដតីមកជួយបង្រៀនយើងអញ្ចឹងយើងងាយនឹងខុសបងប្អូនដូចថាយើងគិតធ្វើអីមួយទៅកាលណាយើងគិតខុសជីវិតយើងវាធ្លាក់ហ្មងតែបើយើងគិតត្រូវយើងអាចជីវិតរបស់យើងពីកន្លែងដែលយ៉ាប់ឡើងទៅទីខ្ពស់បាន